រឿងណាវ៉ាត់ប្រមាថបវរកញ្ញាមិចសិចថាល្ងងមិនទាន់ចប់ស្ងាត់ស្រួលបួលផងពេលនេះកូនចៅណាវ៉ាត់2នាក់ងាកមកព្រួតគ្នាខំឃ្វីនកម្ពុជាហ្វីយ៉ាតាកំពុងផ្ទុះល្បីល្បាញនិងមានការទាមទារឲ្យដកមនុស្សកំហុសទាំងពីរចេញពីគ្រប់សកម្មភាពរបស់កម្មវិធី Miss Universe ហើយពេលនេះរឿងកំពុងផ្ទុះល្បីល្បាញនៅលើបណ្ដាញសង្គមពាក់ព័ន្ធនឹងបវរកញ្ញាចក្រវាលនាខណៈនេះគឺកើតមានករណី admin page គាំទ្របវរកញ្ញាពីររូបរបស់ថៃដែលត្រូវបានគេដឹងថាជាមនុស្សចំណិតណាវ៉ាត់បានប្រើពាក្យសម្ដីប្រមាថមិនសមរម្យចំពោះអ្នកតំណាងព្រះរាជាណាចក្រកម្ពុជាដែលជាបេក្ខភាពបវរកញ្ញាចក្រវាលខណៈទៅចូលរួមទទួលទានអាហារពេលល្ងាចការរៀបចំខ្លួនដ៏ស្អាតជាមួយនឹងឈុតសម្លៀកបំពាក់ខ្មែរដ៏ប្រណិតឆ្នៃចាញ់បែបទំនើបទាន់សម័យធ្វើឲ្យសម្រស់របស់នារីសុជាតាតាក់ភ្នែកអ្នកផងក៏ដូចជាគណៈកម្មការយ៉ាងខ្លាំងជាមួយនឹងភាពលេចធ្លោនិងតាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់សាធារណជនបែបនេះធ្វើឲ្យ admin ទាំងពីររូបនោះបានប្រើប្រាស់សម្ដីប្រមាថនិងមាក់ងាយដោយក្នុងវីដេអូមួយមានជាប់ពាក្យជេរប្រមាថបវរកញ្ញាកម្ពុជាថាមីឈួតថែមទៀតផងសកម្មភាពរបស់ជនជាតិថៃទាំងពីរនេះកំពុងតែត្រូវបានអ្នករៀបចំក៏ដូចជាបវរកញ្ញាផ្សេងៗទៀតបានចេញមកគាំទ្រនិងការពារចំពោះបេក្ខភាពកម្ពុជាយើងដែលរងនឹងការប្រមាថបៀតបៀននិងគំរាមកំហែងដោយក្នុងនោះធីមរៀបចំកម្មវិធីបវរកញ្ញាចក្រវាលបានសន្យានឹងធានាពីសុខសុវត្ថិភាពយ៉ាងពេញលេញសម្រាប់កញ្ញាហ្វីយ៉ាតាដើម្បីបញ្ជាក់កុំឲ្យអ្នកគាំទ្ររបស់យើងមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អ្នកតំណាងពីប្រទេសកម្ពុជាយើងរំពឹងថាមនុស្សទាំងពីរនាក់នោះនឹងចេញមុខសំទោសចំពោះអត្តចរិតលក់លើយដៀលថាមកលើបេក្ខភាពកម្ពុជាយើងព្រមទាំងទទួលរងនៅពិន័យដកចេញមិនឲ្យចូលរួមផ្សព្វផ្សាយសកម្មភាពនានារបស់កម្មវិធីបវរកញ្ញាចក្រវាលលើកទី74នេះជាបន្តទៀត